បន្ទះឈើពណ៌ខៀវស្រងាត់មួយផ្ទាំងបានអណ្ដែតយ៉ាងស្ងៀមស្ងាត់នៅលើបាតដៃដ៏ធំសម្បើមរបស់រូបសំណាកអ្នកការពារទេវៈឈើបន្ទះឈើនោះបានបញ្ចេញនូវពន្លឺបែបបុរាណដែលនៅលើផ្ទៃទាំងមូលមានគ្រប់ដណ្ដប់ទៅដោយសាលាចារឹកដ៏អាថ៌កំបាំងពន្លឺប្លែករៀងស្រអាប់បានចាំងជុំវិញបន្ទះឈើនោះធ្វើឲ្យវាមើលទៅកាន់តែមានអំណាចនិងពោពេញដោយអាថ៌កំបាំងកែវភ្នែករបស់មូឆេនបានសម្លឹងសម្លក់ទៅលើបន្ទះឈើពណ៌ខៀវនោះមួយសន្ទុះក្រោយមកគេក៏លូកដៃទៅចាប់វាយឺតផាំងក៏ប៉ុន្តែពេលដែលបាតដៃរបស់មូឆេនប៉ះទៅលើបន្ទះឈើភ្លាមស្រាប់តែមានពន្លឺពណ៌ត្បូងមរកតដ៏ចាំងភ្លឺមួយបានផ្ទុះភាយឡើងពន្លឺនោះបានជិះសាយភាយទៅជុំវិញហើយសូម្បីតែដីដែលក្រៀមក្រោះនៅក្បែរនោះក៏ស្រាប់តែមានស្មៅទន់ដុះផុសឡើងមកដែរពេលនោះមានកម្លាំងដ៏ខ្លាំងក្លាមួយបានភាយចេញពីបន្ទះឈើវាបោកទប់ទល់មិនមូឆេនចូលទៅជិតបានឡើយមូឆេនបានជ្រួញចិញ្ចើមចូលគ្នាគេអាចដឹងយ៉ាងច្បាស់ពីកម្លាំងទប់ទល់ដ៏ខ្លាំងនេះទោះបីជាគេប្រើប្រាស់ថាមពលវិញ្ញាណទាំងអស់ដែលមានក៏នៅតែមិនអាចទម្លុះស្រទាប់ពន្លឺត្បូងមរកតនោះបានដែរហ៊ឹសក្រោយពីទប់ទល់គ្នាបានមួយសន្ទុះមូឆេនក៏បន្លឺសំឡេងក្រហមតិចស្រាប់តែមានផ្លេកបន្ទោពណ៌ខ្មៅលេចឡើងនៅលើដងខ្លួនរបស់គេខណៈដែលគេបានបញ្ចេញថាមពលកាយាទេវៈរន្ទះបន្ទាប់មកផ្លេកបន្ទោពណ៌ខ្មៅនោះបានរំពាត់ជុំវិញបាតដៃរបស់គេហើយគេក៏ក្តាប់កណ្ដាប់ដៃយ៉ាងណែនម្ដងទៀតឆាច់ផ្លេកបន្ទោខ្មៅបានប៉ះទង្គិចជាមួយពន្លឺពណ៌ត្បូងមរកតធ្វើឲ្យពន្លឺនោះញ័ររង្គើយ៉ាងខ្លាំងហាក់ដូចជាបានជួបនឹងសត្រូវសួរពូជហើយក៏រុញច្រានថយក្រោយយ៉ាងលឿនដោយសារតែការហ្វឹកហាត់កាយាទេវៈរន្ទះនេះទទួលបានការកែម្អពីផ្លេកបន្ទោខ្មៅដ៏ស័ក្តិសិទ្ធិរាប់មិនអស់ទើបធ្វើឲ្យមានផ្លេកបន្ទោខ្មៅនេះផុសចេញមកក្រៅរាងកាយនៅពេលគេបញ្ចេញថាមពលរបស់បន្ទះឈើនេះទោះបីជាមើលទៅបរិសុទ្ធនិងខ្លាំងក្លាក៏ពិតមែនប៉ុន្តែជាក់ស្ដែងវាត្រូវបានគៀបសង្កត់យ៉ាងដាច់អហង្ការដោយផ្លេកបន្ទោខ្មៅនេះតែម្ដងនៅពេលដែលស្រទាប់ពន្លឺត្បូងមរកតត្រូវបានវាបំបែកដោយផ្លេកបន្ទោខ្មៅបាតដៃរបស់មូឆេនក៏បានលូកទម្លុះចូលទៅហើយទីបំផុតក៏ចាប់យកបន្ទះឈើនោះយ៉ាងតឹងនៅក្នុងដៃវឹបភ្លាមពេលដែលបន្ទះឈើធ្លាក់ចូលដល់ដៃរបស់មូឆេនស្រាប់តែមានពន្លឺពណ៌បៃតងមួយឆ្នូតបាញ់ចេញមកយ៉ាងលឿនដោយផ្លេកបន្ទោសម្ដៅមកចំកណ្ដាលថ្ងាសរបស់គេមូឆេនដឹងខ្លួនទាន់ក៏ប៉ុន្តែដោយសារតែគេមិនមានអារម្មណ៍ថាពន្លឺនេះមានគ្រោះថ្នាក់ទើបគេមិនបានរារាំងវានោះទេពន្លឺពណ៌បៃតងបានបាញ់ចំថ្ងាសរបស់មូឆេនហើយក៏ជ្រៀតចូលទៅយ៉ាងលឿនស្របពេលជាមួយគ្នានោះស្រាប់តែមានព័ត៌មានពីសម័យបុរាណជាច្រើនបានផុសឡើងនៅក្នុងចិត្តរបស់គេប្រៀបដូចជាការចាក់បញ្ចាំងខ្សែភាពយន្តអញ្ចឹងនៅក្នុងទិដ្ឋភាពទាំងនោះមូឆេនបានឃើញនៅវិមានដ៏ធំស្កឹមស្កៃនិងចំណាស់ជាច្រើនវិមានយ៉ាស្នីមួយសុទ្ធតែមានទំហំធំជាងវិមាននៅក្នុងទីសក្ការៈបុរាណដែលពួកគេធ្លាប់ជួបពីមុនទៅទៀតហើយពួកវាសាងសង់ឡើងពីដើមឈើពិសេសម្យ៉ាងដែលមើលទៅហាក់ដូចជាផុយស្រួយប៉ុន្តែការពិតគឺរឹងមាំខ្លាំងណាស់ទីនេះហើយគឺជាទីសក្ការៈបុរាណដ៏ធំហេម៉ានៅក្នុងប្រាសាទនេះសូម្បីតែផ្ទៃមេឃក៏មើលទៅមានពណ៌បៃតងត្បូងមរកតដែរមានដើមឈើធំខ្ពស់កប់ពុកបញ្ចេញនូវពន្លឺជីវិតយ៉ាងរស់រវើកថាមពលវិញ្ញាណដ៏ក្រាស់ឃ្មឹកនិងធំធេងបានរសាត់អណ្ដែតពេញចន្លោះមេឃនិងដីបង្កើតបានជាពពណ៌បៃតងនៅលើអាកាសរូបភាពទាំងនេះចេះតែបន្តភ្លឺឡើងនៅក្នុងចិត្តរបស់មូឆេនតាមរយៈរូបភាពទាំងនេះគេអាចដឹងយ៉ាងច្បាស់ពីភាពអស្ចារ្យនិងទំហំដ៏ធំល្វឹងល្វើយនៃប្រាសាទដែលធ្វើឲ្យគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដើម្បីអាចបន្សល់ទុកនៅប្រាសាទដ៏អស្ចារ្យបែបនេះបានកម្លាំងអំណាចនៅពីក្រោយប្រកាសជាកំពូលណាស់ខ្លាំងពូកែនៅសម័យបុរាណមិនខាននេះទើបជាប្រាសាទបុរាណដែលនៅសេសសល់ពេញលេញពិតប្រាកដនៅក្នុងនោះប្រកាសជាមានគេដំណើរពីបុរាណមិនខានបើប្រៀបធៀបជាមួយនឹងទីនេះប្រាសាទដែលពួកគេរកឃើញពីមុនគឺគ្រាន់តែជារបស់កំពឹកកំពុកតែប៉ុណ្ណោះខណៈពេលដែលមូឆេននៅតែលង់ក្នុងអារម្មណ៍ភ្ញាក់ផ្អើលរូបភាពក៏បានផ្លាស់ប្ដូររំដងទៀតពេលនេះបង្ហាញពីជួរភ្នំដែលគ្រប់ដណ្ដប់ដោយអាប់ហើយមានពន្លឺចាំងផ្លេករាប់មិនអស់បញ្ចេញចេញពីទីនោះបើមើលឲ្យច្បាស់គេនឹងឃើញថានៅក្នុងចង្កំពន្លឺទាំងនោះគឺសុទ្ធសឹងតែជារុក្ខជាតិវិញ្ញាណដ៏មានតម្លៃគ្រប់ប្រភេទរុក្ខជាតិទាំងនេះបានស្រូបយកថាមពលវិញ្ញាណពីធម្មជាតិហើយបញ្ចេញនៅថាមពលវិញ្ញាណដ៏បរិសុទ្ធបំផុតគ្រាន់តែមើលមួយផ្លែតក៏ឃើញមានកំណប់កម្រិតជាច្រើនដែលគ្រប់គ្រាន់នឹងធ្វើឲ្យមនុស្សរាប់មិនអស់ច្រណែនចង់បាននេះគឺជាភ្នំកំណប់វិញ្ញាណពិតមូឆេនបានបង្វែរសាយភ្នែកសម្លឹងទៅកាន់កំពូលភ្នំជាកន្លែងដែលគេឃើញមានពន្លឺចែងចាំងដោយព្រះអាទិត្យកែវភ្នែករបស់គេសម្លឹងមើលឡើងលើកាន់តែច្បាស់នៅតំបន់កំពូលភ្នំនោះគឺជាបរិវេណពណ៌លឿងទុំដែលក្នុងរង្វង់1000ហ្វៃជុំវិញនោះគឺគ្មានរុក្ខជាតិវិញ្ញាណផ្សេងទៀតដុះឡើយមានតែនៅលើកំពូលភ្នំប៉ុណ្ណោះដែលមានរុក្ខជាតិមួយដើមកំពុងយោយ៉ាងស្រស់ស្អាតរុក្ខជាតិនេះមើលទៅស្រដៀងនឹងផ្សិតលីងជឺប៉ុន្តែមិនដូចផ្សិតលីងជឺធម្មតាដែលមានផ្កាតែមួយនោះទេផ្សិតនេះមានផ្កាហូតដល់ទៅ9លើសពីនេះទៅទៀតផ្ការបស់វាមិនមានរាងដូចផ្សិតលីងជឺឡើយប៉ុន្តែវាមានរាងជាដុំពន្លឺឆេះសន្ធោសន្ធៅដែលផ្កានីមួយមានទំហំប្រហែល10ហ្វៃបញ្ចេញពន្លឺចែងចាំងភ្លឺពេញមេឃដូចជាមានព្រះអាទិត្យ9រះព្រំគ្នាយ៉ាងអញ្ចឹងពន្លឺដ៏គួរឲ្យខ្លាចនេះបានបញ្ចេញមកកាត់ឈប់ឈរអមដោយរលកថាមពលវិញ្ញាណដ៏ក្រើកដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ព្រឺសម្បូរការសម្លឹងរបស់មូឆេនពេលនេះ
បានផ្ដោតយ៉ាងមុតស្រួចទៅលើផ្សិតលីងជឺដ៏ចម្លែកនេះហើយអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងដែលមិនអាចគ្រប់គ្រងបានក៏បានផ្ទុះឡើងនៅក្នុងចិត្តរបស់គេនេះពិតជាផ្សិតទេវៈព្រះអាទិត្យទាំង9មែនសំឡេងសឹបសួររំជួលចិត្តបានបន្លឺឡើងក្នុងបេះដូងរបស់មូឆេនពោពេញទៅដោយសេចក្តីត្រេកអរជាទីបំផុតតើអ្នកណាទៅនឹកស្មានដល់ថាគេនឹងអាចរកឃើញផ្សិតទេវៈព្រះអាទិត្យទាំង9ដែលជាកំណប់ទ្រព្យដ៏កម្រមួយក្នុងចំណោមកំណប់ទាំង3ដែលគេកំពុងត្រូវការចាំបាច់ដើម្បីយកមកបណ្ដុះកាយាអមតមហាសូរយានៅទីនេះទៅកំណប់ទ្រព្យទាំង3មុខនេះគឺកម្រនិងមានតម្លៃខ្លាំងណាស់សូម្បីតែអ្នកខ្លាំងកម្រិតកម្ពូក៏ស្រក់ទឹកមាត់ដែរនៅលើផ្ទៃភ្នំដ៏ធំវឹងល្វើយមានរូងភ្នំធំទូលាយចំនួន5ត្រូវបានគេឆ្លាក់ចេញមូចេនកំពុងអង្គុយពត់ភ្នែនយ៉ាងស្ងៀមស្ងាត់នៅក្នុងរូងភ្នំមួយក្នុងចំណោមនោះទីនេះនឹងក្លាយជាកន្លែងសម្រាប់ពួកគេក្នុងការតាំងសមាធិនិងស្វែងរកការទម្លុះកម្រិតថាមពលដ៏ស្ងាត់ជ្រោមនាថ្ងៃខាងមុខមូចេនបានអង្គុយពត់ភ្នែននៅលើផ្ទាំងថ្មពណ៌ខៀវដ៏រាបស្មើនិងត្រជាក់ព្រមទាំងបញ្ចេញដង្ហើមពណ៌ចេញពីមាត់គាត់បានក្រឡេកមើលទៅខាងស្ដាំដែលជាកន្លែងមានការប្រែប្រួលថាមពលខាងវិញ្ញាណបន្តិចបន្តួចលេចចេញពីស្រទាប់ថ្មជាក់ស្ដែងលូលីស៊ូហួងនិងអ្នកផ្សេងទៀតបានចូលទៅក្នុងរូងភ្នំហ្វឹកហាត់រៀងខ្លួនរួចរាល់ហើយពួកគេក៏កំពុងរៀបចំខ្លួនសម្រាប់ការទម្លុះកម្រិតថាមពលនាពេលខាងមុខនេះដែរនិយាយពីការលំបាកនៃការកែប្រែរូបរាងកាយវិញបាតដៃរបស់មូចេនបានក្តាប់បន្តិចខណៈដែលកែវភ្នែកដ៏ខ្មៅយំរបស់គាត់បានបញ្ចេញនូវពន្លឺដ៏មុតស្រួចទាំងនេះគឺជាឧបសគ្គ3ចុងក្រោយនៅលើវិថីឆ្ពោះទៅរកអំណាចកម្ពុជាដែលប្រកាសជាពិបាកនិងមានគ្រោះថ្នាក់បំផុតទេពកោសល្យរាប់មិនអស់បានបោះបង់ចោលការព្យាយាមនៅទីនេះដោយធ្វើឲ្យការហ្វឹកហាត់ដ៏លំបាកជាច្រើនឆ្នាំរបស់ពួកគេត្រូវខ្ជះខ្ជាយត្រឹមការសាកល្បងទាំង3នេះហើយពួកគេក៏បានស្លាប់ទាំងក្តីអាក់អន់ចិត្តទុក្ខវេទនាទាំង3នៃឋានៈកម្ពុជានេះគឺពិតជាមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកដែលស្ថិតនៅក្រោមកម្រិតកម្ពុជាញាប់ញយបានភាពភ័យរន្ធត់របស់វាទោះបីជាមិនធ្លាប់ជួបប្រទះផ្ទាល់ក៏ដោយក៏នៅតែចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាដូច្នេះទោះបីជារាងកាយរបស់មូចេនមានថាមពលខ្លាំងរួចទៅហើយថែមទាំងខ្លាំងជាងអ្នកជំនាញមួយចំនួនដែលបានយកឈ្នះលើទុក្ខវេទនាខាងរូបកាយទៅទៀតនោះក៏គាត់នៅតែមានការភ័យបន្តិចបន្តួចនៅពេលដែលឈានមកដល់ដំណាក់កាលនេះគាត់ដឹងថារាងកាយរបស់គាត់កាន់តែរឹងមាំទុក្ខវេទនារបស់គាត់ក៏នឹងកាន់តែធំផងដែរប៉ុន្តែជាការពិតណាស់អត្ថប្រយោជន៍និងការរីកចម្រើនចុងក្រោយដែលទទួលបានក៏នឹងកាន់តែធំដូចគ្នាជាមួយនឹងអំណាចគឺតែងតែដើរទន្ទឹមគ្នាជាមួយនឹងហានិភ័យជានិច្ចមូចេនបានដកដង្ហើមធំបិទភ្នែកយឺតហើយចូលទៅក្នុងស្ថានភាពនៃការតាំងសមាធិជាមួយនឹងចូលអ្នកបន្តិចនៃចិត្តរបស់គាត់ថាមពលខាងវិញ្ញាណនៅក្នុងរាងកាយបានចាប់ផ្ដើមចរាចរយ៉ាងលឿនតាមបណ្ដោយសរសៃឈាមរបស់គាត់មួយជុំម្ដងជាបន្តបន្ទាប់ជាទូទៅដរាបណាកម្លាំងរបស់មនុស្សម្នាក់ឈានដល់ដំណាក់កាលចុងក្រោយនៃអាណាចក្រតុងធានពួកគេនឹងអាចប្រឈមមុខនឹងបញ្ហាប្រឈមនៃរូបកាយបញ្ហាប្រឈមនេះនឹងមិនលេចឡើងដោយខ្លួនឯងទេប៉ុន្តែទាមទារឲ្យមានការគ្រប់គ្រងគេនិយាយថានៅពេលដែលនរណាម្នាក់ត្រៀមខ្លួនរួចរាល់ពួកគេត្រូវចរាចរថាមពលខាងវិញ្ញាណទាំងអស់ក្នុងរាងកាយជារង្វង់ថាមពលនេះនឹងរត់យ៉ាងលឿនក្នុងសរសៃឈាមរួចជ្រាបចូលទៅក្នុងសាច់និងឈាមបន្តិចម្ដងនៅពេលនោះថាមពលឈាមនៅក្នុងរាងកាយនឹងឆ្អែតហើយនៅពេលវាផ្សំជាមួយនឹងថាមពលខាងវិញ្ញាណវានឹងប្រែក្លាយទៅជាភ្លើងឈាមមួយប្រភេទភ្លើងឈាមនេះកើតឡើងក្នុងសាច់និងឈាមរួចជ្រាបចូលពេញរាងកាយវាមានតួនាទីដុតកម្ដៅនិងបន្សុទ្ធសាច់ឈាមធ្វើឲ្យរាងកាយកាន់តែរឹងមាំប៉ុន្តែប្រសិនបើអ្នកហ្វឹកហាត់មិនអាចទប់ទល់នឹងការបន្សុទ្ធនេះបានទេសាច់ឈាមរបស់ពួកគេនឹងត្រូវដាំឲ្យពុះនិងហួតបាត់ដោយសារភ្លើងឈាមនេះដែលនាំឲ្យរាងកាយត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរនេះហើយគឺជាប្រភពនៃការលំបាកក្នុងការរកសាងរាងកាយដ៏រឹងមាំគ្មានកត្តាខាងក្រៅណាអាចជួយបានឡើយមានតែការពឹងលើខ្លួនឯងប៉ុណ្ណោះទើបអាចយកឈ្នះវាបានមូចេនបានអង្គុយស្ងាត់នៅក្នុងរូងភ្នំរយៈពេល3ថ្ងៃពេញដោយឲ្យថាមពលខាងវិញ្ញាណរបស់គាត់ចរាចរឈប់ឈរក្នុងល្បឿនយ៉ាងលឿនប្រសិនបើមាននរណាម្នាក់អាចមើលធ្លុះចូលទៅក្នុងខ្លួនរបស់គាត់នៅពេលនេះពួកគេនឹងឃើញថាសរសៃឈាមរបស់គាត់កំពុងមានពណ៌ក្រហមស្រាលនិងក្តៅខ្លាំងថាមពលដែលមើលមិនឃើញបានសាយភាយចេញពីសរសៃឈាមទាំងនោះហើយជ្រាបចូលទៅក្នុងសាច់និងឈាមរបស់គាត់ការឈឺចាប់បន្តិចបន្តួចនិងមុតស្រួចបានលេចចេញពីគ្រប់ទិសទីនៅក្នុងខ្លួនរបស់មូចេនប៉ុន្តែគាត់នៅតែមិនរើបំរាស់គាត់ដឹងថានេះជាសញ្ញាបញ្ជាក់ថាភ្លើងឈាមនៅក្នុងខ្លួនកំពុងឆាបឆេះបន្តិចម្ដងហើយស្បែករបស់គាត់ក៏ប្រែជាពណ៌ក្រហមនិងក្តៅខ្លាំងរូងភ្នំទាំងមូលប្រែជាស្ងួតហួតហែងដោយសារតែសំណើមទាំងអស់ត្រូវបានរំហួតដោយកម្ដៅចេញពីរាងកាយរបស់គាត់នៅពេលដែលស្បែករបស់គាត់ឡើងក្រហមកាន់តែខ្លាំងភ្លាមនោះដំណក់ឈាមតូចបានហូរចេញពីរញើសរអិលចុះតាមស្បែកដែលកំពុងឆេះអំដោយសម្លេងឆាបឆេះនិងមានអបពស់ហុយឡើងអបពស់នោះបានហុយឡើងស្ទើរតែរំពាត់រាងកាយរបស់គាត់ទាំងស្រុងនៅក្នុងអបនោះមូចេនបានបើកភ្នែកបន្តិចគាត់ខំថ្មែងក្តាប់កណ្ដាប់ដៃហើយផ្លែឈើពណ៌បៃតងខ្ចីមួយក៏បានលេចចេញមកនៅក្នុងដៃរបស់គាត់ផ្លែឈើនោះបញ្ចេញក្លិនក្រអូបឈ្ងុយឈ្ងប់និងភ្លឺចែងចាំងដែលផ្ទុកនៅថាមពលដ៏បរិសុទ្ធវាគឺជាផ្លែឈើវិញ្ញាណ Celestia ដែលគាត់ទទួលបានពីប្រាសាទបុរាណដែលអាចជួយគាំទ្រក្នុងការយកឈ្នះលើការលំបាករបស់រាងកាយបាន
มูเจนบานดับพลายเชอร์นุโจตะขนงหมดปนใต้มันต้นเล็บเวเตเพลียมนุกวดบานประโดตำรงกายวิกาใดให้ทำโปคังวิญญาณในขนงคล้วนก่อการลางระเบิดมาดองติดกำดาวดอกกระดาวกุกในขนงสดใสเชียมกันแต่คลังลางให้ทำโปจำไหลบานเจียบโจตะขนงสัดเชียมระบอกกวดอย่างชับระหะเรียงกายระบอกมูเจนบานเยอะอย่างคลังทำให้ระบอกกวดไทม์แต่งคำโบมอดระโหดดอโฮเชียมเนเปนุอันดัดเพลิงโปกระหอมบานชับแช่เจนปีไซหนึ่งเชียมระบอกกวดเรียดาอย่างสหาวโดยเพลิงแช่ไพรแต่ดอกรุบจงในเรียงกายขนงระยะเป้มันดอมูนิตีพองอันดัดเพลิงนี้บ้านบรรเจนกำดาวได้ฮะโดยจีจ้องระลีไซหนึ่งเชียมระบอกกวดได้จีกาชื่อจับมวยมันไอนึกสมานดอมูเจนยอคลูนดอยมันไอกรุบกรงบานเยโฮเจนหมกโจคลูนปนใต้ก็เตอหูดเตอจีจมหายตึกเวงเพลียมดอยซาสใบดอกกระดาวกุกระบอกกวดกวดคำทมิงสูตรอมสดใสเชียมเลียนห้ามเลอเรียงกายระมูโดยดังเกอเมื่อเตอกู้อ่อยคลาจีตีบ่มพดมุกสังหารบอกกวดเตอบ้านบังโคตรงตรีดอยซาแต่กระไดชื่อจับตู้ใบจีกาชื่อจับนี้ไอทั่วอ่อยกวดชกุดบ้านก็ดอยก็กวดเนอแต่มันต้นเล็บพลายเชอวิญญาณหนูได้กวดดังท่านี่กรอนแต่จีกาจับดามปนโนกวดเตอกาเปเวลีจรานติดดำใบบรรจบกาบรรสดนี้ประสันบ่กวดบรรทุอารอมแต่บรรติดเรียงกายระบอกกวดหนึ่งเตอร์ลีเตอจีเพในขนมเพลิงชิมนี้มันคานให้กาคัดคอมเปล่งปลายออกจิจรานชน้ำหนึ่งเตอร์ลีโซนหมกจ่อส้มอ่อยขยมตัวบานบอดปิซาวปิดประกอบทาตากาสะระบงเรียงกายนี้วีกู้อ่อยคลายกำรัดนามูเจนได้มินสใบกระหอมตุ่มโดยเชียมบานสไลกระหอมเจนปีขนมใบดงเพลิงชิมขนมคลุนระบอกกวดก็กันแต่ชับแช่คลังลางทั่วอ่อยไซหนึ่งชิมระบอกกวดกันแต่รวมต้นบันเตจุ่มดองหนึ่งเริงมอมจิงมนออปปัวสเนอแต่บรรทอรมปอดเรียงกายระบอกกวดได้กำปุงเยรัดชุบโชที่บ่มพดสระตบชิมกระมวยบ้านบังการล้างเนเลสใบระบอกกวดกรุบดันดับกวดแต่งสรงกวดบ้านกุบกันดับได้แต่เลอใดดำใบบรรเจนกาชื่อจับอย่างคลังเนขนมคลุนสำเร็จงูเตียบบ้านบรรลือลางเป็นรุงพนมดอกบัดจัดนุนี่หายคือจิตกเวทนีคางเรียงกายได้จีอุปสรรคดำบงขนมกายกชแนเลอเพลตะกันแทนสู่กกาชื่อจับนี้หนึ่งบรรทอระโหดดอซัดหนึ่งชิมแต่งอ้อระบอกกวดฉลองกัดกาบรรสดจบสับกรบสโรเป้ได้มูเจนกำปงสูตรอมหนึ่งกาชื่อจับอย่างคลังเนรุงพนมมวยเตียดได้เนกบายนุขมิ้นใส่มันเนี่ยกำปงองกุยสงัดโดยจีบกาชุกอมดอยเคลื่อนกระอบสราสำรอระบอกเนียงทั่วออยรุงพนมดอสามันนี้เมื่อเตอเตติงเข้าปีธรรมดาลูลีบ้านสำลังเมื่อเตอพนัยขังสตามในรุงพนมดอยยกจะตกดะตู้ใบจีมินจินเจียงพนมกระขันใจรุงพนมแต่งปีก่อดอยก่อนเนียงเนอแต่อาจมีนอารมณ์ดังปีริมยอบันติดบันตุยนึ่งสำเร็จงูดอยกาชื่อจับหนูได้นี่บรรเจธามูเจนกำปงฉลองกัดตุกเวทนีในกาบันสดเรียงกายหายนิ่งโยชบะปีกาชื่อจับนี้เรียงกายระบอกมูเจนมินเพียบรังมอมคลังรุยเตอหายโดยชแนตุกลำบะได้กดกำปงจูประเตคือประกอบจีเลอปิมนุธรรมดาปนตายกดบานเจริญเพลดอลำบะมวยนี้ปรุกดดังท่ากดตระกากำลังดอมเหมาดำใบกาปีเรื่องจิตรานลูลีบานคำโบมดกระหอมระบอกนิงสราลให้บันเตียบในโจมันหินเมื่อเตอจินเจียงรุงพนมเตียเตกานักสมัยดอกเมงโปรได้กำปงสู้ดอยกาชื่อจับเนิมขังติดทั่วอ่อยนิงมีนอารมณ์ชื่อจับจิงกาได้นิงฉลองกัดกาสารบองนี้โดยครูนไอเตอติดมูเจนขยมมันอนุญาตอ่อยเนี่ยสู้แต่มันในไอเตขเมงสไรนุนิเยยังสระตนบรรทบมอกได้ดอสระลนระบอนิงสลับแต่กระดับจอบบังกาจีตมรงกายวิกาได้อย่างเลื่อนเนปีมุกนิงอำนาจข้างวิญญาณดอทุ่มเทงเนขนงครูนระบอนิงก่อบ้านบังหันสัญญาในกาปุกันโจรลางนุจีสัญญามวยได้บรรเจธาลูลีก็รีบจอมครูนฉลองกัดกาสารบองอำนาจข้างวิญญาณระบอนิงหายได้